ទីតាំងនេះគឺមានការអ៊ូអច្រើនមែនទែនខុសពីចំនួនមុនបាទពី4-5ឆ្នាំមុនអាចថារៀងស្ងាត់តិចតែឥឡូវនេះគឺអ៊ូអបាទទាំងផ្លូវធ្វើដំណើរទាំងការរស់នៅការប្រកបអាជីវកម្មរបស់ប្រជាជនដែលនៅតំបន់នេះបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះមកបង្ហាញពីទស្សនវិជ្ជាក្នុងការរស់នៅគម្រោងបរិយាអូនស៊ីវិឡាបាទហើយឥឡូវនេះយើងធ្វើដំណើរទៅខាងក្នុងដំបូងនេះគឺជាក្លោងទ្វាររបស់បរិយាបងប្អូនដល់ពេលដែលយើងចូលទៅក្នុងគម្រោងគឺយើងត្រូវការឆ្លងកាត់នៅសន្តិសុខសិននេះបងប្អូនសន្តិសុខគាត់សួរនាំថាយើងចូលទៅហ្នឹងផ្ទះលេខម៉ានទៅអីចឹងណាគឺយើងមានសន្តិសុខយាមការពារបាទហ្នឹងឥឡូវនេះនៅលើផ្លូវភ្លោះបាទនេះផ្លូវភ្លោះរបស់បរិយាយើងហើយកណ្ដាលយើងដាំជាសួនហើយសម្រាប់ផ្ទះដែលបងប្អូនឃើញនៅសងខាងនេះគឺខាងម្ចាស់ផ្ទះគាត់បានចូលរស់នៅអស់ហើយបាទគឺវគ្គដំបូងណាហើយខាងនេះបងប្អូនខាងនេះសួននេះបងប្អូនខាងឆ្វេងដៃនេះគឺជាសួនសម្រាប់ឲ្យកូនរបស់យើងឬក៏យើងមកហាត់ប្រាណនៅកន្លែងហ្នឹងក៏បានដូចគ្នាដែរណាបងប្អូនបាទតើឥឡូវមកជិះមកបង្ហាញនៅខាងនេះទៀតហើយសម្រាប់ផ្ទះមកជួលខាងនោះមិញហ្នឹងគឺបរិយាលក់អស់ហើយបងប្អូនម្ចាស់ផ្ទះគាត់ចូលនៅទទួលសោទៅអីចូលនៅរស់នៅអស់ហើយបាទហើយមកខាងនេះគឺនេះបងប្អូនខាងនេះផ្លូវយើងធំទលាយបងប្អូនហើយមកខាងនេះទៀតនេះពីទៅមកជួលនេះគឺយើងបកលជូនម្ចាស់ផ្ទះអស់ហើយបាទហើយក៏តិជនទិញចូលរស់នៅនេះបងប្អូនហើយកូននិយាយតាំងពីដើមមកអញ្ចឹងនេះមកបង្ហាញបងប្អូនពីទស្សនវិជ្ជាក្នុងការរស់នៅរបស់អតិជនដែលគាត់បានទិញនៅបរិយាអូនស៊ីបាទសម្រាប់ទីតាំងបរិយាយើងគឺនៅខាងផ្លូវកប់ស្រូវបងប្អូនទីតាំងនេះគឺមានការអ៊ូអច្រើនមែនទែនខុសពីចំនួនមុនបាទពី4-5ឆ្នាំមុនអាចថារៀងស្ងាត់តិចតែឥឡូវនេះគឺអ៊ូអបាទទាំងផ្លូវធ្វើដំណើរទាំងការរស់នៅការប្រកបអាជីវកម្មរបស់ប្រជាជនដែលនៅតំបន់នេះបងប្អូនបាទហើយសម្រាប់បរិយាយើងនេះគឺយើងបើកបាន5គម្រោងហើយបាទហើយគម្រោងដែលបងប្អូនកំពុងបង្ហាញនេះគឺជាគម្រោងទី5គម្រោងទី5នេះគឺយើងចុះពីផ្លូវកប់ស្រូវមកតាមវត្តភ្នៀតហ្នឹងគឺងាយស្រួលធ្វើដំណើរបងប្អូនផ្លូវមានសូឡាយើងធ្វើដំណើរពេលយប់អីចឹងក៏មានសូឡាបំភ្លឺផ្លូវផងដែរបាទផ្លូវវត្តភ្នៀតយើងផ្លូវដល់40ម៉ែត្រទៅឥឡូវមកមើលខាងក្រោយនេះទៀតបងប្អូននេះខាងក្រោយនេះអតិជនក៏គាត់ចូលរស់នៅអស់ដែរបាទមកប្លុកខាងនេះហើយមានមួយផ្ទះនេះបងប្អូនបើសិនជាបងប្អូនចាប់អារម្មណ៍ចង់បានបញ្ញាផ្ទះចូលនៅយើងមានមកផ្ទះបាទជាប្រភេទផ្ទះកែងនេះបាទនៅសល់តែមួយប្លង់នឹងកត់ទេនេះនាំបងប្អូនមើលតិចផ្ទះ D27 បងប្អូនហើយផ្ទះនេះក៏ពិសេសជាងគេដែរគឺខាងបរិយាគាត់បានរៀបចំជូនជាសួនបាទdecor landscape ចំមកជុំផ្ទះតែម្ដងតម្លៃផ្ទះហ្នឹងបរិយាគាត់លក់ 5-10 ម៉ឺនជាងបងប្អូនហើយអាចចរចាបានទៀតបងដាច់ទៅ 14 ម៉ឺនជាងទេបងប្អូនចាប់អារម្មណ៍អាចតាក់ទងមកបងប្អូនបានណាបាទបងប្អូននឹងដាក់លេខទូរស័ព្ទមកខ្សែជូននៅក្នុងវីដេអូមួយនេះបាទអញ្ចឹងតោះឥឡូវនាំបងប្អូនទៅមើលនៅទស្សនវិជ្ជាខាងក្រោយទៀតបាទនៅខាងក្រោយយើងគឺផ្ទះយើងធ្វើហើយ 100% អស់ហើយបងប្អូនដំណាក់កាល Q នេះអញ្ចឹងនៅកម្រងយើងមាន2ដំណាក់កាលបងប្អូនបាទហើយដំណាក់កាលម៉ូដនេះគឺម៉ូដ Q របស់យើងបងប្អូនហើយនេះផ្លូវធំទលាយមែនតើណានៅបរិយាយើងរៀបចំមកស្អាតហើយតាក់ទងជាមួយនឹងប្រព័ន្ធភ្លើងបាទភ្លើងរត់បងប្អូនបាទហើយប្រព័ន្ធទឹកក៏យើងមានទឹកស្អាតទឹកអីទឹកខ្លាំងដូចទឹករត់ចឹងបាទខាងបរិយាគាត់ចម្រោះជូនស្អាតមែនតើបាទហើយនេះហើយមកជួននេះគឺផ្ទះអតិជនគាត់ទិញហើយគាត់បដូរជាម៉ូដលបងគាត់កែម៉ូដលបងកែស្អាតមែនតើបងប្អូនម្ចាស់ផ្ទះដែលនៅនេះក៏គាត់អាចមានសិទ្ធិបរិយាគាត់បើកសិទ្ធិឲ្យម្ចាស់ផ្ទះគាត់អាចកែម៉ូដលបងបានឥឡូវនេះគាត់កំពុងដាក់ជាងឲ្យដេកដាក់អីចឹងបាទទៅគឺគាត់រៀបចំមកស្អាតទៅតាមការស្រឡាញ់ការចង់បានរបស់ម្ចាស់ផ្ទះនីមួយបងប្អូនបាទនេះបងប្អូនមកខាងនេះបងប្អូននេះទៅដំណាក់កាលថ្មីរបស់យើងខាងដំណាក់កាល Q បងប្អូននេះគឺយើងឡើងបានច្រើនតែដំណាក់កាល Q នេះគឺម៉ូដថ្មីរបស់យើងបាទ QB បាទម៉ូដថ្មីស្អាតនៅបរិយាយើងគឺអត់ស្ងាត់ទេបងប្អូននៅបរិយាយើងជាងចូលធ្វើរាល់ថ្ងៃហើយបឡោះនេះគឺសួនមួយផងដែរនេះយើងរៀបជាសួនបែបនេះដាក់ឲ្យអតិ
តិជនគាត់មកអង្គុយលេងអញ្ចឹងទៅជុំគ្នាជាមួយអ្នកចិត្តខាងអញ្ចឹងណាបាទឲ្យកូនរត់លេងក៏បានដែរតើឥឡូវនាំបងប្អូនទៅមើលនៅ block QB បាទ mode QB របស់យើងបាទហើយមុននឹងដល់ QB នេះបងប្អូនមើលពីបរិយាកាសក្នុងការរស់នៅគឺស្ងប់ស្ងាត់ស្អាតទីធ្លាស្រឡះទលាយល្អបាទគឺឃើញហើយគួរឲ្យចង់រស់នៅនេះដូចផ្ទះនេះសិតតែយើងបកលអស់ហើយបងប្អូនបាទផ្ទះនេះគឺអតិជនគាត់រៀបធ្វើដូច style កូរ៉េបងប្អូនអញ្ចឹងបងប្អូនដែលមើលរឿងកូរ៉េប្រកាសជាឃើញគាត់ជាដឹងគាត់ជាបានស្គាល់ហើយបាទគឺគាត់រៀប style កូរ៉េដែលជ្រើសទិញ mode Q របស់យើងហើយមក block ខាងនេះគឺ QB បងប្អូននេះគឺបងប្អូនឃើញការសាងសង់គឺយើងកំពុងរៀបចំប្រព័ន្ធផ្លូវទៅទៀតដាក់លូធ្វើប្រព័ន្ធផ្លូវទៅដំណាក់កាលវគ្គថ្មីរបស់យើងបងប្អូន mode ថ្មីរបស់យើងហើយសំណង់ឡើងលឿនមែនតើណាបងប្អូនតើឥឡូវនាំមកមើលនៅ mode ថ្មីមួយទៀតបងប្អូនគឺ mode ថ្មីបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានផ្ទះវិឡាតូលហើយអាចប្រកបអាជីវកម្មបានបងប្អូនអាចមកមើលនៅវគ្គ QB នេះបាទវគ្គ QB នេះគឺយើងមានប្រភេទវិឡាបែបអាជីវកម្មបាទយើងអាចប្រកបអាជីវកម្មបាននេះជួរផ្លូវនេះផ្ទះនេះអតិជនទិញហើយតែនៅឡើយតែជាប់ផ្ទះគំរូមួយឯងបងប្អូននេះផ្ទះ M08 បាទ M08 ជាប់ផ្ទះគំរូនេះគឺអត់ទាន់មានអតិជនទិញទេបាទអញ្ចឹងបងប្អូនចាប់អារម្មណ៍ចង់បានផ្ទះវិឡាបែបអាជីវកម្មអាចប្រកបអាជីវកម្មបានបងប្អូនមើលមកប្លង់ហ្នឹងទៅត្រូវម៉ាច់តែម្ដងបាទតម្លៃតែ 130,000 ជាងទេបាទហើយនេះម៉ូតផ្ទះគំរូរបស់យើងនេះម៉ូត QB គឺស្អាតមែនទែនបាទបងប្អូនអញ្ចឹងផ្ទះយើងមាន4បន្ទប់គេង4បន្ទប់ទឹកចំណតឡានអាចចតឡានបាន2គ្រឿងមានសួនមានទីធ្លាស្រឡះទលាយមែនទែនហើយនេះបងប្អូននេះបើវាយកាមេរ៉ាមកខាងនេះតិចមកនេះអានេះគឺប្លុកថ្មីនេះប្លុកថ្មីយើងរៀបចំបុកគ្រឹះបុកគ្រឹះជូនម្ចាស់ផ្ទះដែលគាត់បានទិញបានកុងត្រារួចរាល់បងប្អូនបាទអញ្ចឹងសម្រាប់វីដេអូនេះបងប្អូនគឺសូមបញ្ចប់ត្រឹមនេះជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាសម្រាប់វីដេអូក្រោយទៀតបងប្អូននឹងមកបង្ហាញពីការអាប់ដេតបន្ថែមទៀតពីគម្រោងរបស់យើងបាទថាការសាងសង់ការរៀបចំយើងនឹងបានដល់កម្រិតណាអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាទកុំភ្លេចចុច like ចុច subscribe ជូនបងប្អូនផងណាបាទ